អ្នកសិលគ្រូហើយនិងសិស្សអ្នកនរគ្នាខ្ញុំបាទឈ្មោះអានវឌ្ឍនាដែលមកពី IT ក្រុម A អញ្ចឹងថ្ងៃនេះខ្ញុំមាន topic មួយជារបទមួយដែលនិយាយតាក់ទងជាមួយនឹង Cyber Security ដែលយើងនឹងស៊ីជម្រៅជាមួយនឹង Red Team ហើយនិង Blue Team អញ្ចឹងយើងនឹងស្រាប់ថានៅក្នុងក្រុមហ៊ុនហើយនិងស្ថាប័នគឺការការពារទិន្នន័យអឺការពារទិន្នន័យហើយនិងប្រព័ន្ធសុវត្ថិភាពរបស់ Digital គឺគេរំពឹងថាប្រើតែឧបករណ៍ហើយនិងមនុស្សតែប៉ុណ្្នឹងឯងគឺគេមានយុទ្ធសាស្ត្រមួយដែលគេប្រើប្រាស់ដែលគេហៅថា simulate cyber warfare ដែលនៅក្នុងបច្ចេកវិទ្យានោះដែលនៅក្នុងមិនបច្ចេកវិទ្យាដែលនៅក្នុងវិធីសាស្ត្រនោះគេមានពីរក្រុមគឺ Red Team ហើយនិង Blue Team Red Team គឺជាក្រុមវាយប្រហារហើយ Blue គឺជាក្រុមការពារអញ្ចឹងយើងមកចូលមើល slide ទី2របស់យើងគឺគេនិយាយពី Pen Tester គេជា Pen Tester Pen Tester ហ្នឹងគេហៅអាចហៅថាគឺជាអត្តករ hacker អត្តករ hacker មិនគឺជាក្រុមដែលក្រុមហ៊ុនបានជួលពួកគាត់ដោយស្របច្បាប់ដែលពួកគាត់គឺមានសិទ្ធិក្នុងការអនុញ្ញាតនៃការវិបហាឬមួយការស្វែងនៃការ hack ឬមួយវិបហាស្វែងរកនៅចលនាប្រហោងរបស់ក្រុមហ៊ុនដែលនៅក្នុង website app network ឬមួយ system អីចឹងនៅពេលពួក pen tester នឹងគាត់រកចំណុចខ្សោយរបស់ក្រុមហ៊ុនឃើញពួកគាត់អត់មានសិទ្ធិក្នុងការបំផ្លាញឬមួយលួចទិន្នន័យទាំងអស់នោះបានទេតែគឺពួកគាត់គឺត្រូវធ្វើ report ដើម្បីប្រាប់មកក្រុមហ៊ុនដើម្បី patch ឬមួយប្រាប់ទៅខាង IT ទៅឬមួយទៅកាន់ developer ដើម្បីដោះស្រាយឬមួយបិទ patching ឬមួយ debug ចន្លោះប្រហោងនោះអញ្ចឹង slide បន្ទាប់របស់យើងគឺនឹងនិយាយពី Red Team អញ្ចឹង Red Team ហ្នឹងគេហៅថា Offensive Security គឺជាក្រុមអាចហៅថាក្រុម hacker ស្របច្បាប់ទៅចឹងពួកគាត់គឺមានសិទ្ធិពួកគាត់គឺមានសិទ្ធិในការអនុញ្ញាតនឹងការធ្វើតេស្តប្រព័ន្ធរបស់ក្រុមហ៊ុនតើចង់ដឹងថាប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនហ្នឹងសុវត្ថិភាពកម្រិតណាហើយ workflow របស់គាត់គឺមានដូចជាភារកិច្ចរបស់គាត់គឺទី1គឺ penetration testing ពួកគាត់គឺមានលទ្ធភាពក្នុងការធ្វើតេស្តស្វែងរកចន្លោះប្រហោងដែលតាក់ទងជាមួយនឹង web mobile app network cloud system ដើម្បីស្វែងរកចន្លោះប្រហោងឬមួយចំណុចខ្សោយរបស់ក្រុមហ៊ុនហើយចំណុចទី2គឺ social engineering គឺជា skill មួយដែលពួកRed Team ដើម្បីគឺជាtechnique មួយដែលពួក Red Team ប្រើប្រាស់ក្នុងការតាក់ទាញឬមួយគឺបោកបញ្ឆោតបុគ្គលិកក្រុមហ៊ុនឲ្យ click ឬមួយបើកនៅ phishing email មានថា fake email របស់ពួក attacker ដើម្បីយល់ដឹងថាតើបុគ្គលិកក្រុមហ៊ុនហ្នឹងគឺគាត់មានភាពប្រុងប្រយ័ត្នប៉ុណ្ណាហើយចំណុចទី3គឺនិយាយពី physical security នេះគឺនិយាយពីការតេស្តផ្ទាល់គឺជាការតេស្តផ្ទាល់ទៅជាមួយនឹងជាមួយនឹងក្រុមហ៊ុនដូចជាការប្រើប្រាស់ USB ការប្រើប្រាស់អ៊ីនធឺណិតរបស់ក្រុមហ៊ុនផ្ទាល់ហើយជាដើមដែលអនុញ្ញាតឲ្យពួក attacker គឺអាច access ចូលទៅកាន់ server room ឬមួយ access ទៅកាន់ any បុគ្គលិកemployee ដែលនៅធ្វើការនៅក្នុងក្រុមហ៊ុនផ្ទាល់ហើយចំណុចទី4គឺ vulnerability chain គឺជាការតភ្ជាប់ឬមួយជាការស្វែងរកចំណុចទូចដើម្បីមានសិទ្ធិในការកាន់ជា admin គឺជាការដែលពួក attacker ហ្នឹងគឺស្វែងរកចំណុចណាដែលមានន័យថា escalate មានន័យថា move ពីចំណុចទូចទៅកាន់ចំណុចធំដែលattacker ឧបមា attacker hack បាន
ចូលក្នុង employee បន្ទាប់ហើយ employee នេះគឺមានអាចមាន set ក្នុងការ access ឬមួយ access ទៅកាន់ server អញ្ចឹង attacker គឺអាចមាន set ក្នុងការ escalate មានន័យថាប្រើ set របស់ employee នឹងគឺ escalate ទៅកាន់ server បានដោយជោគជ័យមិនចាំបាច់ឆ្លងកាត់any firewall អីចឹងនៅក្នុង blue team គឺ blue team ហ្នឹងគឺសំដៅទៅលើក្រុមសន្តិសុខ digital ដែលគេហៅងាយស្រួលគឺជាក្រុមការពាររបស់ digital របស់ក្រុមហ៊ុនហើយពួកគាត់គឺការពារនៃការពារពីការវាយប្រហារឬមួយការខុសប្រក្រតីរបស់ system ណាមួយនៅកំឡុងការ system running នៅពេលណាមួយពួកគាត់គឺជាអ្នក fetching ឬ patching អញ្ចឹងពួកគាត់ហ្នឹងអញ្ចឹងយើងមកមើល workflow របស់ពួកគាត់អញ្ចឹងមាន response របស់គាត់ទី1 response របស់គាត់គឺ continuing monitoring គឺពួកគាត់អង្គុយមើលតាមដាន system log និង network traffic 24 ម៉ោងនៅក្នុងមជ្ឈមណ្ឌល SCOF ហ្នឹងមាន security operation center គឺគាត់តាមដាន any log ដើម្បីជៀសវាងនៃការ log ណាដែលខុសប្រក្រតីគឺពួកគាត់គឺជាអ្នកមើលមានន័យថាមនុស្សយើងអ្នកមើល log ហ្នឹងគឺជាពួកគាត់ហើយទី2 response របស់គាត់ទី2គឺ accident response នៅពេលមានឃើញសញ្ញាណាចូលមកពួកគាត់ត្រូវទី1គឺត្រូវវិភាគសិនបន្ទាប់ពីវិភាគហើយគាត់ត្រូវមានន័យថាគាត់វិភាគនិង isolate វិភាគ isolate នឹងគឺជាការកាត់ផ្តាច់ដើម្បីជៀសវាងនៃការឆ្លងពី system មួយទៅកាន់ប្រព័ន្ធមួយទៀតដំបូងគាត់ analyze ថាអូខេតើ cache ហ្នឹងគាត់អាចនឹងធ្វើមិនឬមួយបើសិនជាអានឹងវាជាបញ្ហាមួយដ៏ធំគឺគាត់ត្រូវ isolate មានថាតែផ្ដាច់កាត់វាចោលបរកុំឲ្យវាឆ្លងទៅកាន់ system ផ្សេងទៅហើយទី2 hardening patching hardening patching ហ្នឹងគឺជាការដំឡើង firmware ឬមួយ update software និងបិទចន្លោះប្រហោងដែលអាច attacker នៃការវាយប្រហារចូលបានគឺមានន័យថាគាត់build ឬមួយ update software ឲ្យទាន់នៅជំនាន់កាលជិះវាងពួក hacker គឺអាចស្វែងរក version ណាដែលពួក hacker នឹងអាច attack ចូលបានព្រោះភាគច្រើន version មួយចំនួនរបស់ system គឺបាន posting ឬមួយមានន័យថាបានធ្វើប្រហែលមានន័យថាversion នឹងវាចាស់ហើយ attacker គឺ research ទៅឃើញថា version system របស់ក្រុមហ៊ុននេះគឺមានចន្លោះប្រហោងចាស់អញ្ចឹងអាចនឹងវាប្រហែលចូលតាមហ្នឹងអញ្ចឹងគឺពួក blue team នេះគឺជាអ្នកដែល update នៅចន្លោះប្រហោងនោះមាន patching អីហ្នឹងហើយទី4គឺ straight hunting គឺពួកគាត់ដើររកចន្លោះប្រហោងមិនចាំបាច់មានដើររកចន្លោះប្រហោងមិនចាំបាច់តែ alert លោតមកឲ្យមានថាបិទស្វែងរកកន្លែងណាដែលអាចនឹងកាត់ឡើងនៃ straight គឺគាត់ទៅ patching មានថាទៅបិទវាមួយទៅ update អីជាដើមជិះវានៃហានិភ័យអូខេបន្ទាប់ពីយើងស្វែងយល់ពី blue team អញ្ចឹងខ្ញុំមាន website 2ដែលចង់ចែករំលែកសម្រាប់អ្នកដែលគាត់មានចំណង់ចំណូលចិត្តទៅកាន់red team តែហៅកាន់ងាយស្រួលគឺហៅ hacker អញ្ចឹងដែរអ្នកដែលគាត់ចូលចិត្ត hack អញ្ចឹងដែរអ្នកដែលចូលចង់រៀន hack អញ្ចឹង website ទី1គឺខ្ញុំនឹងលើកមកនិយាយគឺ website Try Hack Me បើសិនបើអ្នកដែលគាត់ចូលចិត្តបើសិនបើអ្នកដែលគាត់តាមដានជាមួយនឹងcyber security អីហ្នឹង
គាត់អាចនឹងធ្លាប់ឮតាក់ទងជាមួយនឹង website Try Hack Me នេះហើយនៅក្នុង website នេះគឺវាមានកន្លែងដែលយើងត្រូវមើលច្រើនសម្រាប់អ្នកដែលគាត់ចំណងចិត្ត Red Team អីហ្នឹងយើងអាចមាននៅក្នុងនេះគឺមានច្រើនវាមាន road map ដែលបង្ហាញពីផ្លូវដែលយើងគួររៀនមានតែផ្លូវដែលយើងរៀនអីខ្លះសម្រាប់គាត់ឬមួយគាត់ចង់រៀនអីគេគាត់ចង់ចំណងចិត្តអីគេខាង Red Team អូខេគាត់អាចរៀនមានអីខ្លះនេះ penetration tester មានអីគេនេះ JR tester JR penetration tester គឺមានតាមហ្នឹងមាន part តាមហ្នឹងហើយសម្រាប់នេះគឺក៏មានblue team ដែរយើងឃើញថាមាន SCOF level 1 security analyst level 1អីហ្នឹងគឺមានតាមហ្នឹងហើយបញ្ជាក់ក្នុង website នេះគឺក្នុងចំណុចខ្លះគឺត្រូវបង់លុយដែរអាច subscribe go to premier ដែរតទៅពី roadmap ទៅយើងមាន pad នៅក្នុង pad នេះគឺដូចតែគ្នាដែរទេយើងចង់រៀន specific ជាមួយនឹងអីគេហើយ module ក៏មាន module មេរៀនមួយចំនួនដែលតាក់ទងជាមួយនឹង tool តាក់ទងជាមួយនឹង technique អីចឹងទាំងពីរ team ទាំង red ហើយនិងទាំង blue អូខេហើយក៏មាន walkthrough នឹងដែរ walkthrough វាមានថាជា lab មួយដែលអនុញ្ញាតឲ្យយើង testing បានដោយស្របច្បាប់មានន័យថាវាប៉ះពាល់ទៅកាន់ប៉ះពាល់ website គេមួយមិនឯងមានន័យថាប៉ះពាល់ទៅកាន់គេមានថាគឺជាការ hack នៅក្នុងតា lab របស់យើងផ្ទាល់របស់ Try Hack Me ហ្នឹងទេគឺស្របមានថាគឺយើង hack ដោយអត់ប៉ះពាល់ទៅកាន់គេយើងអាចចូលមើលបានវាមាន easy មួយ medium ហើយនិង hard អីចឹងយើងអាច select វាមាន OS យើងអាចមាន difficult យើងអាច set easy បានទៅតាមនឹងបើសិនយើងមានពេលយើងអាចចូលមើលបានតាមនឹងអូខេតែភាគច្រើននៅក្នុង website Try Hack Me នេះគឺ lab មួយចំនួនគឺមាន walkthrough ឲ្យយើងមើលវាមានថាវាមានកំណែយើងមើលដូចក្នុង lab នេះគឺអត់ទេគឺបងលុយយើងអាច search ថានេះ free only យើងឃើញថាមានច្រើនដែរតាយើងអាច join room មកហើយ start the box បានហើយយើងអាច start the box បានហើយអូខេនេះគេថា Linux fundamental part 1អូខេយើងបើកមកមាន introduce គឺប្រាប់យើងពីរបៀបភ្ជាប់អីចឹងបន្ទាប់ហើយគឺមាន test អីយើងធ្វើ test 1 test 2 test 4 test 5អីចឹងបន្ទាប់ពីយើង success គឺយើងទទួលបាន point អីចឹងអូខេហើយសម្រាប់ website ទី2គឺខ្ញុំ recommend គឺHacktheboxនេះគឺអាចថាបានវា more advanced ជាងមានន័យថា display មានន័យថាវារៀង advanced ជាង Try Hack Me សម្រាប់អ្នកថ្មីគឺរៀងមកចូល Hackthebox វារៀងបាក់តិចប៉ុន្តែវាពីរហ្នឹងវាដូចតែគ្នាដែរទេ Hackthebox ហ្នឹងសម្រាប់ Hackthebox វាក៏មានដូចនៅក្នុង Try Hack Me ដែរយើងអាចមើលបាននេះនៅក្នុងនេះវាមាន lab CTF អីហ្នឹងឥឡូវខ្ញុំមកមើលក្នុង lab នៅក្នុង lab យើងអាចមកមើលបាននេះគឺដូចគ្នាយើងអាចជ្រើសរើសបានមាន hard easy ខ្ញុំចង់បញ្យល់ថា lab ហ្នឹងគឺជាអីគេ lab ហ្នឹងគឺសម្រាប់អ្នកដែលគាត់ red team គាត់ចង់ hack system ណាមួយ
មានថាក្នុង lab ហ្នឹងគឺអនុញ្ញាតឲ្យយើង hack ដោយស្របច្បាប់មានន័យថាគឺ flag នីមួយៗគឺ critical មានន័យថា flag នីមួយៗ tricky គឺយើងត្រូវដោះស្រាយដើម្បី hack ដើម្បី escalate ពី user មួយទៅ user មួយដើម្បីបាន flag ដើម្បីឆ្លើយដើម្បី complete test របស់យើងហ្នឹងហើយប៉ុន្តែការ hack ហ្នឹងគឺនៅក្នុងlab របស់យើងផ្ទាល់តែគឺអត់ប៉ះពាល់អីទេរបស់ Haterbox ហ្នឹងបញ្ជាក់នៅក្នុងហ្នឹងក៏មាន walkthrough ដែរមានន័យថាគឺមានកំណែដែរឲ្យយើងមើលដែរមានន័យថាប៉ុន្តែគឺតាម lab មួយតាម lab ខ្លះៗហើយវាអត់មានគ្រប់ lab ទេនៅក្នុងឥឡូវខ្ញុំមើលខ្ញុំស្វែងរក lab ណាដែលមានមានកំណែយើងមើលស្រាប់នៅក្នុង lab cap នេះគឺមានកំណែយើងស្រាប់ដែលយើងអាចចូលមើលទៅមាន YouTube ឲ្យយើងមើលទៀតវីដេអូ walkthrough ឲ្យយើងមើលទៀតយើងអាចឃើញថានេះគេប្រាប់ពីរបៀប connect របៀបអូខេ enumeration skill យើងអាចមើលតាមនឹងបានអាននឹងតាមនឹងបាននេះយើង scan ជាដំបូងយើង scan unmap សិនហើយយើងឃើញថា នៅក្នុង IP ហ្នឹងគេបើក port FTP បានអញ្ចឹងយើងប្រើ command អីនេះហើយយើងមើលតាមហ្នឹងទៅបើសិនយើងមើលអត់យល់យើងអាច search ពាក្យ lab ហ្នឹង search lab cap ហ្នឹងនៅក្នុង Google ទៅហើយយើងវាយពាក្យ walkthrough ទៅគេនឹង show up វានឹង show up ថានៅក្នុង lab ហ្នឹងគេនឹង show up right up អ្នកដែលធ្លាប់ស lab ហ្នឹងពីមុនចឹងគេផុស solution អីចឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកគ្នាយើងដែលគាត់ចូលចិត្ត technology ចូលចិត្តជាមួយនឹង security អីហ្នឹងសូមអរគុណបាយបាយ